តើឥឡូវខ្ញុំមកបង្ហាញពីរបៀបធ្វើសញ្ញាបត្រហើយនឹងកាត់សិស្សលឿនជាទីបំផុតបាទអញ្ចឹងតើយើងត្រូវធ្វើយ៉ាងម៉េចឲ្យបានលឿនបាទអញ្ចឹងខ្ញុំណែនាំកម្មវិធីមួយដែលមានសមត្ថភាពអាចធ្វើសញ្ញាបត្រហើយនឹងកាត់សិស្សលឿនបាទអញ្ចឹងផ្ញើជូនទៅសាលាទាំងអស់បាទដែលកំពុងតែស្វែងរកប្រព័ន្ធគ្រប់គ្រងសាលារៀនបាទនេះគឺជាប្រព័ន្ធគ្រប់គ្រងសាលារៀន A+ បាទអញ្ចឹងដំបូងយើងគ្រាន់តែចូលកន្លែង student នេះបាទបន្ទាប់ពីយើងបញ្ចូលប្រវត្តិបុគ្គលិកហើយនឹងថ្នាក់រៀនហើយគឺយើងចូលកន្លែង student ហ្នឹងមកបាទហើយបន្ទាប់មកយើងធ្វើការចុះឈ្មោះសិស្សដែលយើងចង់ចុះឈ្មោះណាបាទឥឡូវឧទាហរណ៍ថាយើងចុះឈ្មោះសានមករាបាទសានមករាអញ្ចឹងឈ្មោះហ្នឹងមានរួចហើយគឺមានរួចហើយវាចេញថា possible duplicate ឥឡូវយើងសុំដូរបាទយើងដាក់ថាសានស្រីពេជ្របាទសានស្រីពេជ្រម្ដងបាទឈ្មោះនេះអត់ទាន់មានណាបាទសានស្រីបាទសានស្រីពេជ្រអូខេពេជ្រនេះខ្ញុំសេអសរ P ធំចុះបាទអញ្ចឹងឈ្មោះស្រីភេទស្រីបាទថ្ងៃខែឆ្នាំកំណើតយើងដាក់មកបាទយើងបញ្ចូលព័ត៌មានអញ្ចឹងណាបាទនេះមើលកម្មវិធីហ្នឹងគឺលឿនមែនតើបាទឧទាហរណ៍ឆ្នាំ2012យើងវាយអញ្ចឹងមកហើយនេះយើងវាយលេខទូរស័ព្ទបាទឥឡូវយើងដាក់លេខទូរស័ព្ទ023យ៉ា023 256 93ដើមឧទាហរណ៍ណាបាទជានេះថ្ងៃចូលរៀនថ្ងៃហ្នឹងតែម្ដងបាទឈ្មោះឪពុកម្ដាយយើងដាក់មកបាទឈ្មោះឪពុកយើងដាក់មកសៅសានអីចឹងណាអូខេតាខ្ញុំសរសេរជាអង់គ្លេសណាសៅសានបាទឈ្មោះម្ដាយឥឡូវខាងលើយើងដាក់រូបថតឈ្មោះម្ដាយធឿនបាទធឿនដានីឧទាហរណ៍អញ្ចឹងណាណូតចំណាំផ្សេងអាស័យដ្ឋានយើង select មកអានេះយើងបញ្ចូលអាស័យដ្ឋានណាដែលយើងអាសាប្រើញឹកញាប់បាទយើងបញ្ចូលទៅក្នុង list ហ្នឹងអញ្ចឹងហើយបន្ទាប់មកយើង select យកអញ្ចឹងមកបាទយើង select យកអាស័យដ្ឋានហ្នឹងមកបាទងាយស្រួលហើយរូបថតបើយើងចង់ដាក់យើង select រូបថតមកប៉ុន្តែខ្ញុំអត់ដាក់ណាបាទបន្ទាប់មកយើងចុចបង់ថ្លៃសិក្សាចុចកន្លែងហ្នឹងពឹកមកបាទហើយបន្ទាប់មកកន្លែងនេះយើងចុចជ្រើសរើសថ្នាក់រៀនដែលយើងបានបញ្ចូលរួចហើយបាទ select មកបាទថ្នាក់ឧទាហរណ៍ថ្នាក់ទី2បាទចូលរៀនថ្នាក់ទី2បាទតែប៉ុណ្ណឹងមកអានេះគាត់ចូលរៀនហ្នឹងបង់ជាខែឬបង់ជាឆ្នាំបង់ប្រហែលខែយើង select ប៉ុណ្ណឹងបង់3ខែ select 3ខែបង់1ឆ្នាំ select 1ឆ្នាំអញ្ចឹងណាបាទហើយបន្ទាប់មកឥឡូវនេះយើងបង់តាមអីគេ ABA យើង select ABA អាហ្នឹងវាអញ្ចឹងណាបាទឥឡូវនេះយើងមានទិញសេវាបន្ថែមទៀតឧទាហរណ៍ថាទិញឯកសណ្ឋានមួយឈុតចុះបាទអញ្ចឹងសរុបទាំងអស់$211បាទ$211បង់1ឆ្នាំអញ្ចឹងណានេះរយៈពេល1ឆ្នាំប៉ុន្តែនេះយើងចង់បង់ប្រហែលខែយើងសេរីដាក់មកហ្នឹងមកណាបាទបើបង់ឧទាហរណ៍ថានេះវាមាន1 3 6 12ប៉ុន្តែយើងចង់បង់4ខែយើងដាក់កន្លែងនេះ4ខែអញ្ចឹងវាគណនាទាំងលុយគណនាទាំងអីឲ្យយើងណាបាទចាឥឡូវខ្ញុំបង់តែ1ឆ្នាំមកចុះ1ឆ្នាំ205បូកនឹងឯកសណ្ឋាន$13ទៀតវាស្មើនឹង$218ហើយបន្ទាប់មកយើងចុចរក្សាទុកបាទយើងចុចរក្សាទុកកន្លែងហ្នឹងមកបាទតែប៉ុណ្ណឹងគឺជាការស្រេចទេបាទយើងអាច print វិក័យប័ណ្ណបានភ្លាមមិនថាតែកាតទេណាបាទនេះវិក័យប័ណ្ណគឺវា auto generate ឲ្យយើងឲ្យស្រេចបាទ$218បាទគិតជាលុយខ្មែរឲ្យស្រេចថ្ងៃចេញអ្នកទទួលប្រាក់អីបាទនេះឈ្មោះកូនសិស្សដែលចុះឈ្មោះហ្នឹងមក complete ហ្នឹងយើងចុះតែប៉ុណ្ណឹងទេបាទហើយឥឡូវយើងចង់ print កាតសិស្សម្នាក់ហ្នឹងបាទយើងគ្រាន់ចុចកន្លែងកាតមកបាទនេះកាត style 2មកបាទអញ្ចឹងយើងចុច print មកបាទនេះឃើញទេបាទសានស្រីពេជ្រហ្នឹងនេះហើយមាន QR code scan ធ្វើការបង់ប្រាក់ឬក៏ scan sale លេខទូរស័ព្ទ sale contact បាទ scan វត្តមានអីបានទៀតណាបាទអូខេហើយបន្តមកទៀតយើងចង់មើលថាតើសញ្ញាបត្របានសរសើរអីធ្វើឲ្យនៅបាទសានស្រីពេជ្រនេះបាទនេះឥឡូវយើងមើលសានស្រីពេជ្រគាត់រៀនថ្នាក់ទី2បាទអញ្ចឹងយើងចាក់ចេញមកវិញសិនយើងចូលកន្លែងបន្ទុកសញ្ញាបត្របាទហើយបន្តមកយើងរើសថ្នាក់ទី2ហ្នឹងនេះបាទថ្នាក់ទី2ហ្នឹងបាទបន្តមកឧទាហរណ៍ថាខែហ្នឹងខែគេខែ4បាទអញ្ចឹងយើងឧទាហរណ៍ថាខែហ្នឹងខែ3យើងរើសខែ3មកបាទអញ្ចឹងខែ3នេះសានស្រីពេជ្រមកស្រាប់ហើយនេះយើងក៏មើលមកណាសានស្រីពេជ្របាទមិនសិពេចចូលរៀនថ្នាក់ទី2មិនណាមតៃណាសំទោសបាទខ្ញុំច្រឡំខ្លួនឯងបាទនេះថ្នាក់ទី2បាទយើងចូលខែ3ហ្នឹងមកបាទយើងរមើលសានសិពេចអូថ្នាក់នេះមានសិស្សច្រើនណាបាទតោះណានេះសានសិពេចបាទនេះឃើញទេបាទអញ្ចឹងយើងដោះធីកនេះចេញយើងធីកឈ្មោះសានសិពេចមួយមកបាទអញ្ចឹងបើយើងធីកទាំងអស់យើងចង់ print សញ្ញាបត្របានសរសើរការសិស្សការបុគ្គលិកប្រតិបត្តិបន្ទុកតារាងចំណាត់ថ្នាក់តារាងកិត្តិយសអីមានទាំងអស់មក play មកប៉ុន្តែខ្ញុំបង្ហាញតសញ្ញាបត្រចោះបាទនេះអញ្ចឹងយើងចង់ print សញ្ញាបត្រឲ្យសានសិពេចយើងចុចតែប៉ុណ្្នឹងមកបាទសញ្ញាបត្រឲ្យស្រេចបាទហើយសញ្ញាបត្រមិនត្រឹមតែចេញប៉ុណ្្នឹងទេគឺយើងអាចសេរីពណ៌សេរីអីបានទៀតណាបាទនេះសានសិពេចបាទបញ្ចូលតែប៉ុណ្្នឹងឲ្យការសិស្សឲ្យសញ្ញាបត្របាទអញ្ចឹងពិសេសមែនតើហើយសញ្ញាបត្រនេះឥឡូវខ្ញុំសេរីឲ្យទៅជាពណ៌ផ្សេងម្ដងអញ្ចឹងខ្ញុំចេញមកវិញខ្ញុំចូលទៅកន្លែង setting វាមានកន្លែង setting ឲ្យយើងសេរីទៀតបាទនេះកន្លែង setting ហ្នឹងបាទអញ្ចឹងយើងចូលមកកន្លែង certificate land នេះមកបាទ
ចឹងតមកយើងនឹងឃើញ certificate ដែលយើងកំពុងតែប្រើហ្នឹងហើយតមកយើងលេង style វាយើងដូរសុំដូរអីបានទៀតប៉ុន្តែខ្ញុំអត់ដូរសុំទេណានេះឥឡូវបើខ្ញុំដូរសុំក៏បានដែរខ្ញុំដូរមកសុំ style បែបនេះតែឥឡូវខ្ញុំយក style សុំដដែលប៉ុន្តែខ្ញុំដូរតែពណ៌ឯងនេះឥឡូវខ្ញុំដូរមកពណ៌ត្នោតបាទហើយអក្សរក៏ខ្ញុំដូរពណ៌ដែរបាទខ្ញុំដាក់ពណ៌ខ្មៅខ្ញុំដាក់ពណ៌ត្នោតវិញណាបាទអូខេអញ្ចឹងនេះឃើញទេឥឡូវខ្ញុំដូរហើយបាទខ្ញុំដូរហើយខ្ញុំចុច sale មកនេះចុច sale អញ្ចឹងមកបាទ success ហើយឥឡូវខ្ញុំចេញទៅវិញខ្ញុំទៅមើលកន្លែងសញ្ញាបត្រមិញបាទ30ពេចមិញរៀនថ្នាក់ទី2អញ្ចឹងយើង select ថ្នាក់ទី2វិញមកបាទហើយបន្តមកយើង select ខែ3ហ្នឹងមកបាទហើយបន្តមកយើង select បាទ30ពេចហ្នឹងដដែលវា select ជាប់ស្រាប់ហើយអញ្ចឹងយើងរើសសញ្ញាបត្រមកបាទមិនមែនមានតែសញ្ញាបត្រទេណានេះប៉ុន្តែនេះសញ្ញាបត្រគឺយើងស្រីបានទៀតណាបាទឥឡូវយើងមកធ្វើឲ្យទៀតឧទាហរណ៍ថាយើងអានេះសញ្ញាបត្រនេះគឺប្រចាំខែណាបាទជាទូទៅយើងអត់មានធ្វើអាហ្នឹងឯងប្រចាំខែយើងធ្វើប្រចាំឆ្នាំអញ្ចឹងខ្ញុំ select មកចូលឆ្នាំនេះបាទចូលឆ្នាំបាទនេះ30ពេចមិញបាទខ្ញុំបាន tick ហើយបន្តមកខ្ញុំ select កន្លែងហ្នឹងមកបាទនេះឃើញទេបាទអញ្ចឹងនេះសញ្ញាបត្របាទសញ្ញាបត្រមិនមែនមានតែអានេះសញ្ញាធម្មនយោហើយនឹងថ្នាក់គ្រូបន្ទប់ថ្នាក់តែបើខ្ញុំចង់សញ្ញាបត្រ verify ទៅដល់មន្ទីរបាទអញ្ចឹងខ្ញុំយកសញ្ញាបត្របញ្ជាក់នេះបាទយកសញ្ញាបត្រតែមានពាក្យបញ្ជាក់បាទនេះអញ្ចឹងយើងចុចកន្លែងហ្នឹងមកហើយបន្ទាប់មកយើងចុចកន្លែងនេះមកចាកន្លែងនេះសញ្ញាបត្រយើងអាចយកទៅបញ្ជាក់ដល់ប្រធានការិយាល័យឬក៏មន្ទីរអប់រំអានេះគឺយើងសិតតែអាចអត់ចាស់បានណាប៉ុន្តែវីដេអូក្រោយខ្ញុំនឹងបង្ហាញពីរបៀបថាយើងត្រូវអត់ចាស់យ៉ាងម៉េចពាក្យពេចន៍នៅក្នុងសញ្ញាបត្រហ្នឹងគឺអត់ចាស់ហើយយើងអាចដូរ background អាចដូរសុំអីបានតាមចិត្តយើងមានសុំពីក្រៅយកអត្ថចូលទៅគឺយើងអាចសេរីបានយើងអាចដូរបានតាមចិត្តហ្មងបាទអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្ណេះហើយក៏សូមអរគុណសម្រាប់ការតាមដាននិងទស្សនាហើយបើសិនជាចង់បានកម្មវិធីនេះយកមកប្រើកុំភ្លេចតាក់ទងមកលោកគ្រូសំណាងបាទ link caption នៅខាងលើបាទសូមអរគុណសូមជម្រាបលាជួបគ្នាវីដេអូបន្ទាប់ទៀតបាទ